ចង់ដឹងអត់ថាអ្នកហាត់ការនៅក្នុងវិស័យថាមពលស្អាតគេធ្វើអ្វីខ្លះក្នុងមួយថ្ងៃតោះទៅជាមួយខ្ញុំដោយអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះថនលីម៉ៃជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បញ្ញាបត្រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយក្រោយពីបានហាត់ការជាមួយកម្មវិធី Clean Energy Internship របស់អង្គការ Energy Lab រយៈពេលជិត2សប្តាហ៍កន្លងមកបច្ចុប្បន្ននាងខ្ញុំធ្វើការជាបុគ្គលិកហាត់ការផ្នែកវិស្វករ Mechanic ក្នុងវិស័យថាមពលសូឡាជាទូទៅនាងខ្ញុំមកដល់ក្រុមហ៊ុននៅម៉ោង 7:50 ដើម្បីធ្វើការ check in ចូលធ្វើការនៅម៉ោង 8 EGE គឺជាក្រុមហ៊ុនឈានមុខគេមួយដែលគ្រប់គ្រងសេវាកម្មដំឡើងថាមពលពន្លឺព្រះអាទិត្យដែលជាថាមពលសូឡាហើយក៏ទទួលបានអាជ្ញាប័ណ្ណពេញសិទ្ធិពីអាជ្ញាធរអគ្គិសនីកម្ពុជាផងដែរក្នុងនាមជាវិស្វករ Mechanic នៅក្នុងផ្នែកថាមពលសូឡាគឺពួកយើងទទួលរ៉ាប់រងនៅតួនាទីមួយចំនួនទី1គឺពួកយើងត្រូវចុះប្រមូល data ពីទីតាំងដំឡើងប្រព័ន្ធសូឡាផ្ទាល់ទី2យើងត្រូវចេះធ្វើការគូរគំនូសប្រព័ន្ធសូឡានៅក្នុង software មួយចំនួនហើយទី3គឺពួកយើងត្រូវចេះអំពីស្តង់ដារនៃការដំឡើងប្រព័ន្ធសូឡាដើម្បីធានាបានថាការដំឡើងត្រឹមត្រូវទៅតាមស្តង់ដារឬក៏អត់ហើយទី4វិញគឺការដំណើរតាមប្រព័ន្ធសូឡាដើម្បីឲ្យប្រព័ន្ធសូឡានោះនៅតែមានប្រសិទ្ធភាពខ្ពស់និងឲ្យមានអាយុកាលយូរអង្វែងផងដែរហើយទី5គឺយើងត្រូវចេះដោះស្រាយបញ្ហាបច្ចេកទេសទាក់ទងមួយបច្ចេកទេស Mechanic របស់ប្រព័ន្ធសូឡាជាចុងក្រោយគឺពួកយើងធ្វើរបាយការណ៍ដើម្បីបញ្ចប់គម្រោងកំឡុងពេលចុះហាត់ការនាងខ្ញុំបានចូលរួមទៅលើកិច្ចការមួយចំនួនដូចជាទី1នោះគឺ prepare រៀបចំ quote ឬក៏រៀបចំ proposal ជូនអតិថិជនចំពោះសកម្មភាពពេលថ្ងៃរបស់ខ្ញុំគឺនាងខ្ញុំតែងតែបង្ហើរការងារដែលសេសសល់ពីពេលព្រឹកដូចជាការធ្វើ quotation ឬក៏ proposal ហើយជំហានបន្ទាប់ការងារទី2គឺនាងខ្ញុំតែងតែមាន meeting តូចមួយជាមួយ team អ្នកហាត់ការរបស់យើងដើម្បី update ព័ត៌មានទាក់ទងមួយ project ហើយដើម្បីធ្វើឲ្យបរិយាកាសការងារនៅក្នុងក្រុមហ៊ុនកាន់តែសកម្មមុនពេលដែលចូលវិស័យថាមពលស្អាតនាងខ្ញុំបានជួបឧបសគ្គមួយចំនួនដូចជាទី1ជំនាញរបស់ខ្ញុំគឺជាជំនាញវិស្វករអញ្ចឹងក្នុងនាមខ្ញុំជានារីគឺពិតជាមានភាពច្រឡឹងបន្តិចបន្តួចហើយចំណុចទី2គឺខ្ញុំធ្វើការនៅក្នុងវិស័យថាមពលសូឡានេះភាគច្រើន project របស់ពួកយើងគឺមាននៅខេត្តអញ្ចឹងតម្រូវឲ្យពួកយើងចុះទៅទីតាំងដំឡើងផ្ទាល់នៅតាមខេត្តចំណាយពេលយ៉ាងហោចណាស់1ថ្ងៃរហូតដល់មួយអាទិត្យផងដែរអញ្ចឹងវាជាឧបសគ្គមួយចំនួនដែលនាងខ្ញុំមានកង្វល់មុនពេលដែលចូលរួមក្នុងវិស័យថាមពលស្អាតនេះតែបន្ទាប់ពីចូលរួមហាត់ការជាមួយកម្មវិធី Clean Energy Internship របស់អង្គការ Energy Lab មកឧបសគ្គដែលខ្ញុំលើកឡើងខាងលើត្រូវបានដោះស្រាយទី1កម្មវិធីបានជួយឲ្យនាងខ្ញុំមើលឃើញថាទោះបីជានារីក៏អាចចូលរួមធ្វើការនៅក្នុងវិស័យថាមពលស្អាតនេះផងដែរហើយកម្មវិធីក៏ជាស្ពានចម្លងនាងខ្ញុំពីការសិក្សាពីក្នុងថ្នាក់រៀនយកមក apply នៅក្នុងអាជីពការងារផ្ទាល់បន្ទាប់ពីនោះផងដែរគឺនាងខ្ញុំបានរៀនសូត្រជាច្រើនមិនថាជា soft skill ឬក៏ hard skill ទេហើយនាងខ្ញុំបានយល់ដឹងកាន់តែជ្រៅជ្រះទៅលើប្រព័ន្ធថាមពលសូឡាផងដែរអនាគតថាមពលស្អាតរបស់កម្ពុជាគឺនៅទីនេះនៅក្នុងកម្មវិធីហាត់ការរបស់វិស័យថាមពលស្អាតគឺជាស្ពានមួយដែលជួយចម្លងយុវជនពីការសិក្សានៅក្នុងថ្នាក់រៀនមកកាន់អាជីពការងារផ្ទាល់និងជួយប្រែក្លាយសក្តានុពលទៅជាអត្ថប្រយោជន៍ជាសកលដូច្នេះចំពោះយុវជនដែលកំពុងទស្សនាអនាគតថាមពលស្អាតរបស់កម្ពុជាកំពុងតែត្រូវការអ្នក